បើតាមការបញ្ជាក់របស់ទីភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់សប្តាហ៍ថ្ងៃគឺលោកមូតាបាខាម៉ានីពិតជាបានបង្ហាញអំពីឆន្ទៈនៅក្នុងការបើកចំហការផលិតអាវុធនុយក្លេអ៊ែរកម្រិតធុនធ្ងន់ដើម្បីបំពាក់ជាមួយនឹងក្របមីស៊ីលប៉ាឡេស្ទីនបើឆន្ទៈរបស់លោកមូតាបាខាម៉ានីពិតជាមោះមុតដូចនេះពិតមែននោះមានន័យថាសង្គ្រាមរវាងអ៊ីរ៉ង់និងអាមេរិកដូចជាមិនងាយបញ្ចប់ដល់តែនោះទេក៏ទោះបីជាពេលនេះពួកគេបញ្ឈប់ការវាយប្រហារគ្នាក៏ដោយបាទសូមលំអរកាយនិងសូមស្វាគមន៍ទៅដល់ប្រិមិត្តកំពុងតែតាមដានស្ថានភាពព័ត៌មានអន្តរជាតិដែលនេះគឺជាការផ្សាយនៅថ្ងៃទី27ខែកក្កដាឆ្នាំ2026បាទអញ្ចឹងឥឡូវនេះសូមបន្តតាមដានស្ថានភាពដ៏ក្តៅគគុកបាទរបស់អាមេរិកនិងអ៊ីរ៉ង់នៅឯតំបន់មជ្ឈិមបូព៌ានោះប្រិមិត្តណាបាទអញ្ចឹងនៅថ្ងៃទី25ខែកក្កដាឆ្នាំ2026បាទចារកម្មរបស់សហរដ្ឋអាមេរិកបានស៊ើបដឹងអំពីផែនការផ្ទៃក្នុងរបស់អ៊ីរ៉ង់ដែលបញ្ជាក់អំពីដំណើររបស់មេដឹកនាំអ៊ីរ៉ង់ចុងក្រោយគឺលោកមូតាបាខាម៉ានីពិតជាមានមហិច្ឆតានៅក្នុងការផលិតបាទអាវុធនុយក្លេអ៊ែរចេញជារូបរាងហើយកម្រិតធុនធ្ងន់ថែមទៀតដែលនេះគឺជាមហិច្ឆតាបាទខុសពីឪពុករបស់គាត់គឺលោកអាយ៉ាតុលឡាអាលីខាម៉ានីដែលលោកអាយ៉ាតុលឡាអាលីខាម៉ានីបានធ្លាប់ចែងនៅក្នុងច្បាប់សាសនារួចទៅហើយថាមិនអោយអ៊ីរ៉ង់នេះផលិតអាវុធនុយក្លេអ៊ែរនោះទេប៉ុន្តែលោកក៏មិនបដិសេធថាអ៊ីរ៉ង់មិនអាចចម្រាញ់សារធាតុអ៊ុរ៉ានីញ៉ុមនៅក្នុងកម្រិតខ្ពស់ផងដែរព្រោះបើទុកតែគ្រាន់គម្រាមនឹងការពារខ្លួនតែប៉ុណ្ណោះប៉ុន្តែបើត្រូវបានអាមេរិកស៊ើបដឹងថាលោកមូតាបាខាម៉ានីនេះមានមហិច្ឆតាខ្លាំងជាងមេដឹកនាំអ៊ីរ៉ង់បាទផ្សេងទៅទៀតដែលចង់បានអាវុធនុយក្លេអ៊ែរដើម្បីការពារប្រទេសរបស់ខ្លួនឯងតែម្ដងសម្រាប់បានអ្នកវិភាគនិងអ្នកស៊ើបការសម្ងាត់បានបញ្ជាក់ថាច្បាប់សាសនារបស់ឪពុករបស់លោកមូតាបាខាម៉ានីនឹងឥឡូវនេះគឺសាបសូន្យតាមការទទួលមរណភាពរបស់លោកខាម៉ានីបាត់ទៅហើយអញ្ចឹងលោកមូតាបាខាម៉ានីនេះមិនមានភាពរារែកបាទចិត្តដូចជាឪពុករបស់គាត់ឡើយហើយមេដឹកនាំថ្មីរូបនេះបានចាប់ទុកថាការដែលដឹកនាំរបៀបដូចជាឪពុករបស់គាត់រារែកនឹងបាទមិនអាចផលិតអាវុធនុយក្លេអ៊ែរនឹងគឺជាកំហុសឆ្គងរបស់មេដឹកនាំអ៊ីរ៉ង់បាទកន្លងមកបាទអញ្ចឹងយ៉ាងម៉េចដែរចំពោះគំនិតរបស់មេដឹកនាំថ្មីរបស់អ៊ីរ៉ង់គឺលោកមូតាបាខាម៉ានីនៅក្នុងការបង្កើតអាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំនេះហើយគិតថាអាចបំពាក់ជាមួយនឹងក្របមីស៊ីលថែមទៀតឯណោះណាប្រិមិត្តណាតើក៏គិតអញ្ចឹងត្រូវឬក៏ខុសនៅក្នុងចំណុចនេះបើតាមអ្វីដែលខ្ញុំគិតវិញប្រិមិត្តរឿងដែលធ្វើឲ្យប្រទេសរបស់ខ្លួនឯងកាន់តែខ្លាំងនឹងវាត្រឹមត្រូវហើយបាទការពារប្រទេសខ្លួនឯងប៉ុន្តែទន្ទឹមនឹងខ្លាំងនឹងបាទកុំឲ្យប្រទេសជិតខាងនឹងវាត្រូវការរងការឈឺចាប់ដោយសារតែយើងណាទៅបង្កើតគំប្រពស៊ីទៅគម្រាមកំហែងបណ្ដាប្រទេសដទៃផ្សេងទៀតកុំដាក់ពង្រាយបាទកងកម្លាំងភេរវកម្មនៅគ្រប់ប្រទេសអញ្ចឹងអានឹងហើយដែលគេបដិសេធគេមិនឲ្យអ៊ីរ៉ង់ខ្លាំងនឹងឯងបាទគេមិនឲ្យអ៊ីរ៉ង់ខ្លាំងឯងអញ្ចឹងហើយបានជាប្រិមិត្តនិងពុកម៉ែបងប្អូនមានសំណួរចោទសួរថាអាមេរិកចេះឲ្យអារ៉ាប៊ីសាអូឌីតនឹងអាចចម្រាញ់សារធាតុអ៊ុរ៉ានីញ៉ុមផលិតចេញជាបាទរោងចក្រថាមពលនុយក្លេអ៊ែរសម្រាប់ជនស៊ីវិលបានហើយចុះហេតុអីបានជាអ៊ីរ៉ង់មិនអាចផលិតវាបានណែអញ្ចឹងណាប្រិមិត្តអានឹងយើងត្រូវតែមើលគោលបំណងរបស់មេដឹកនាំទាំងអស់នោះថាចង់ផលិតបាទអាវុធនុយក្លេអ៊ែរហ្នឹងគឺនៅក្នុងគោលបំណងអ្វីការពារខ្លួនឲ្យពិតប្រាកដឬក៏ពង្រីកអំណាចនៅក្នុងតំបន់ហើយទៅគម្រាមកំហែងបណ្ដាប្រទេសផ្សេងប៉ុន្តែនៅក្នុងចំណុចនេះខ្ញុំក៏មិនថាបាទអ៊ីស្រាអែលនឹងក៏ត្រូវដែរអ៊ីស្រាអែលក៏សម្លាប់ប្រជាជនប៉ាឡេស្ទីនជិត 50000 នាក់ទៅហើយបាទមកទល់ពេលនេះតែនៅក្នុងបាទអត្ថបទឬក៏និយាយអំពីវីដេអូនេះគឺសំដៅទៅលើភាគីអ៊ីរ៉ង់និងអាមេរិកបាទហេតុអ្វីបានជាអាមេរិកគាត់មិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនឹងឯងណាប្រិមត្តណាហើយអាការដែលប៉ុនប៉ងផលិតអាវុធនឹងវាជាបន្ទាត់ក្រហមរបស់សហរដ្ឋអាមេរិកទៅហើយថាអាមេរិកនិយាយហើយនិយាយទៀតថាអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរនោះទេអញ្ចឹងរឿងសង្គ្រាមនេះមើលឃើញថាដូចជាមិនងាយចប់នោះទេណាប្រិមត្តណាហើយតាក់ទងអំពីការដកថយមួយជំហានម្នាក់បាទកាលពីថ្ងៃទី25មកទល់ពេលនេះគឺអាមេរិកបាទបញ្ឈប់ការវាយប្រហារទៅលើអ៊ីរ៉ង់ហើយអ៊ីរ៉ង់ក៏បញ្ឈប់ការវាយប្រហារទៅលើសម្ព័ន្ធមិត្តរបស់អាមេរិកដែរអាមេរិកបាទក្រោមហេតុផលរបស់លោកដូណាល់ត្រាំបាននិយាយអំពី3ចំណុចកាលពីល្ងាចមិញនោះគឺខ្ញុំបានលើកតែត្រឹមតែ2ចំណុចតែប៉ុណ្ណោះឥឡូវនេះគឺបាននិយាយអំពី3ចំណុចដែលលោកដូណាល់ត្រាំព្រឹកមិញនេះក៏គាត់បានបន្ថែមមកចំណុចចុងក្រោយថែមទៀតទី1គាត់លើកឡើងថាដោយសារតែខ្វះគោលដៅនៅក្នុងការវាយប្រហារទៅលើទឹកដីរបស់អ៊ីរ៉ង់បាទអញ្ចឹងគឺមានន័យថា13ថ្ងៃហ្នឹងវាយលើអ៊ីរ៉ង់វាយខ្លាំងមែនតើបាទគឺវាយខ្លាំងមែនតើកំណត់គោលដៅគឺច្រើនណាស់ហើយធ្វើឲ្យអ៊ីរ៉ង់ផ្នែកខាងលើហ្នឹងគឺខូចខាតច្រើនអញ្ចឹងទៅធ្វើឲ្យអាមេរិកក៏យល់ឃើញថាបាទវាយប៉ុណ្្នឹងហើយខ្ទេចខ្ទាំប៉ុណ្្នឹងហើយបាទអ៊ីរ៉ង់នៅតែមិនព្រមចោះញោមទៀតហើយឥឡូវនេះវាអស់មានកន្លែងវាយបាទវាអត់មានកន្លែងកំទេចទៀតទី2បាទគឺលោកបានលើកឡើងអំពីការព្រួយបារម្ភតាក់ទងនឹងក្របបាទប្រព័ន្ធការពារដែនអាកាស
ហើយទី3គឺសហរដ្ឋអាមេរិកបាទគឺទុកឱកាសការទូតឲ្យវាដំណើរការឡើងវិញអាមេរិកចង់ទុកបលលំហសម្រាប់កិច្ចចរចាឡើងវិញបន្ទាប់ពីគណៈបាតុភូរបស់ប្រទេសអូម៉ង់បានធ្វើដំណើរទៅកាន់ទឹកដីរបស់អេរ៉ង់កាលពីថ្ងៃទី25នឹងប្រិមត្តណាហើយខាងភៀកគីអេរ៉ង់ក៏បញ្ឈប់ការវាយប្រហារដែរហើយបន្តឲ្យមានការចរចាគ្នាអញ្ចឹងទៅប៉ុន្តែនៅក្នុងចំណុចនេះបាទការដកឃ្លាមួយចំហៀម្នាក់ហ្នឹងក៏ត្រូវបានអ្នកវិភាគមើលឃើញថាវាផ្ទុយនោះទេបាទគឺជាការសម្ដែងផ្ទុយទាំងអស់ព្រោះអាមេរិកមើលឃើញថាគឺដាច់ខាតហើយមិនឲ្យអេរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេអញ្ចឹងវាយ13ថ្ងៃនេះបាទគឺវាយមិនទៅឬក៏វាយមិនអាចធ្វើឲ្យអេរ៉ង់បាទយល់ព្រមចោះចាញ់បានគឺមានតែបដូរយុទ្ធសាស្ត្រហើយគេបានមើលឃើញថាបាទលោកនេតាន់យ៉ាហ៊ូនឹងជួបជាមួយនឹងប្រធានាធិបតីអាមេរិកបាទគឺលោកដូណាល់ត្រាំនៅឆាប់នេះហើយបាទគឺជំនួបផ្ទាល់តែម្ដងហើយសម្រាប់ភៀកគីអេរ៉ង់វិញក៏មើលឃើញថាការដកឃ្លារបស់អាមេរិកនេះក៏ជាឱកាសរបស់ខ្លួននឹងស្ដារកម្លាំងឡើងវិញស្ដារទីតាំងយោធារបស់ខ្លួនឯងឡើងវិញសម្រាប់ការត្រៀមឆ្លើយតបម្ដងទៀតប្រសិនបើអាមេរិកមានការផ្ទុះសង្គ្រាមហើយគេមើលឃើញថាអេរ៉ង់គឺកាន់តែមានការសន្សំសំចៃគ្រាប់មីស៊ីលព្រោះដឹងថាបើសង្គ្រាមធំថែមទៀតនោះគឺវាមិនតម្ដងនោះទេវាអាចនឹងមានរយៈពេលយូរទៀតអញ្ចឹងការប្រើប្រាស់គ្រាប់មីស៊ីលរបស់ខ្លួននេះគឺប្រើប្រាស់សន្សំសំចៃហេតុផលមួយទៀតនោះគឺដោយសារតែការវាយប្រហាររបស់អាមេរិកទៅលើផ្ទៃខាងលើទឹកដីខាងលើហ្នឹងបាទធ្វើឲ្យផ្នែកឬក៏ទីតាំងមួយចំនួនដែលជាកន្លែងផលិតបាទវត្ថុធាតុដើមប្រិមិត្តនៅខាងលើហ្នឹងគឺត្រូវបានរងការខូចខាតអញ្ចឹងផ្ទៃខាងក្នុងឬក៏នៅក្រោមដីឯណោះខ្វះខាតបាទគ្រឿងដែលបង្កើតចេញជាគ្រាប់មីស៊ីលអាហ្នឹងហើយដែលជាហេតុផលដែលអេរ៉ង់ប្រើប្រាស់បាទគ្រាប់មីស៊ីលសង្គ្រាម13ថ្ងៃចុងក្រោយហ្នឹងគឺមានការសន្សំសំចៃនឹងឯងបាទឥឡូវដល់ចំណុចសំខាន់វិញគេមើលឃើញថាដោយសារតែផ្លូវក្រោមដីរបស់អេរ៉ង់នេះបាទគឺផ្លូវរងក្រោមដីហ្នឹងនឹងជាទីតាំងបាទជំរុកផ្ទុកមីស៊ីលនឹងជាកន្លែងផលិតអាវុធមីស៊ីលរបស់អេរ៉ង់នៅក្រោមដីហ្នឹងមើលឃើញថាវាស្មុគស្មាញហើយផ្លូវចេញចូលវាច្រើនកន្លែងមែនតើប៉ុន្តែអ្វីដែលគេមើលឃើញបន្តទៀតនោះគឺជំរឿនៅប្រិមិត្តណាជំរឿដែលធ្វើឲ្យបាទអាមេរិកនិងអ៊ីស្រាអែលហ្នឹងគឺជាឧបសគ្គធំតែម្ដងมันអាចធ្វើអីអេរ៉ង់ឲ្យរង្គោះរង្គើបានទៅលើកត្តាចំនួន2ទី1គឺជំរឿហើយទី2គឺដោយសារតែអាក្របដែលអាមេរិកនិងអ៊ីស្រាអែលអាចផលិតបានដើម្បីកំទេចបាទទីតាំងទាំងអស់នោះនឹងវាមានចំនួនតិចអញ្ចឹងកន្លែងនឹងហើយដែលជាភាពសុខស្មាញរបស់អាមេរិកហើយក៏ជាហេតុផលដែលលោកដូណាល់ត្រាំបាទវាយឈប់ដើម្បីបង្ខំឲ្យអេរ៉ង់នេះបាទងាកមករកការចរចាពុកម៉ែបងប្អូនដឹងទេបើសិនជារងក្រោមដីរបស់អេរ៉ង់មានជំរឿបាទ500ម៉ែត្រនោះបាទគឺជាអត់ផុតនោះទេនៅក្នុងការទម្លាក់គ្រាប់បែកបាទបិទផ្លូវច្រកចេញចូលបាទទាំងអស់នៅតំបន់ដែលអាមេរិកសង្ស័យប៉ុន្តែសួរថាគ្រាប់របស់អាមេរិកនឹងមានគ្រប់ដែរទេនៅក្នុងការបាទបិទផ្លូវរងក្រោមដីរបស់អេរ៉ង់នោះគឺពិតណាស់គឺអត់គ្រប់នោះទេណាប្រិយមិត្តណាអញ្ចឹងជំរឿមួយទៀតនោះគឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរតែម្ដងបើស៊ើបដឹងថាកន្លែងនោះហើយគឺជាជំរុកធំបាទគឺមានតែអាវុធនុយក្លេអ៊ែរប្រភេទ B21 11នោះទេណាប្រិយមិត្តណាដែលអាមេរិកនឹងប្រើវាសម្រាប់បាទគ្រប់កិច្ចការចុងក្រោយតែម្ដងប៉ុន្តែនៅក្នុងចំណុចហ្នឹងបើវាចូលទៅដល់លក្ខណៈថាទម្លាក់គ្រាប់បែកបាទនុយក្លេអ៊ែរទៅហើយវាគឺជាសង្គ្រាមធំបាទគឺជាសង្គ្រាមធំហើយខ្ញុំសូមបញ្ជាក់ផងដែរថាបើសិនជាដល់ថ្នាក់បាទទម្លាក់គ្រាប់បែកបាទនុយក្លេអ៊ែរប្រភេទ B61 11ទៅហើយណាវាគឺជាការបង្កើតរលកបាទរំជួយដីដ៏ខ្លាំងក្លាមួយហើយធ្វើឲ្យរងបាទភ្នំក្រានីតនឹងជ្រៅបំផុតយ៉ាងណាក៏ដោយក៏បាក់ស្រុតបាទទាំងស្រុងផងដែរបាទអញ្ចឹងរឿងនេះគឺជារឿងការងារដ៏លំបាកមួយហើយបាទសម្រាប់សហរដ្ឋអាមេរិកព្រោះក្របល្មមដែលអាមេរិកទម្លាក់រដងដូចជា GBU 57ហ្នឹងគឺអាមេរិកមិនសូវជាមានច្រើននោះទេហើយអេរ៉ង់គឺជីកផ្លូវរងក្រោមដីហ្នឹងគឺសម្រាប់បាទប្រឆាំងជាមួយនឹងអាមេរិកទៅហើយអញ្ចឹងឥឡូវនេះគេវិភាគមើលឃើញថាអេរ៉ង់អាចផលិតបាទឬក៏ជីកផ្លូវក្រោមដីហ្នឹងជម្រៅ500ម៉ែត្រឯណោះបាទ500ម៉ែត្រឯណោះបាទអញ្ចឹងរឿងនេះនឹងបន្តតាមដានហើយចាំមើលថាបើសិនជាអេរ៉ង់ប្រឆាំងទៀតគឺអាចនឹងមានបាទព្រឹត្តិការណ៍នឹងកើតឡើងក៏អាចថាបានដែរបាទអញ្ចឹងខ្ញុំក៏សូមអានអត្ថបទបន្តិចបាទតាក់ទងអំពីចារកម្មរបស់សហរដ្ឋអាមេរិកបាននិយាយថាបាទលោកម៉ូតាបាហ្នឹងមានមហិច្ឆតាចង់បង្កើតអាវុធនុយក្លេអ៊ែរបាទចេញជារូបរាងខ្នាតធំតែម្ដងហើយនៅក្នុងចំណុចនេះខ្ញុំក៏ធ្លាប់លើកឡើងអំពីអ្នកវិភាគលោកខាងលិចក៏បាននិយាយផងដែរថាអេរ៉ង់ប្រសិនបើអាមេរិករុញគាត់ដល់តច្រកទៅហើយណាគាត់នឹងសម្រេចចិត្តបាទបង្កើតអាវុធនុយក្លេអ៊ែរហើយដើម្បីបាទការពារនិងទុកជាទម្ងន់នៃការចរចាជាមួយនឹងអាមេរិកបាទកន្លែងនេះហើយដែលមើលឃើញថាសង្គ្រាមដូចជាមិនងាយចប់ហើយធំទៅនឹងឯងបាទសូមស្ដាប់ដូចតទៅបាទតាមប្រភពសារព័ត៌មាន The Arab Weekly បានបញ្ជាក់ថា
មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់គឺលោកម៉ូតាបាខាម៉ានីពិតជាមានឆន្ទៈនៅក្នុងការបើកចំហជាងមុននៅក្នុងការស្វែងរកផលិតអាវុធនុយក្លេអ៊ែរកម្រិតខ្ពស់នេះបើប្រៀបធៀបជាមួយនឹងមេដឹកនាំអ៊ីរ៉ង់មុនផ្អែកទៅលើការវិនិច្ឆ័យតម្លៃចុងក្រោយបង្អស់របស់ទីភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាមេដឹកនាំថ្មីរបស់អ៊ីរ៉ង់គឺលោកម៉ូតាបាខាម៉ានីពិតជាមានការបង្ហាញឆន្ទៈខ្ពស់នៅក្នុងការបើកចំហជាងមុនក្នុងការស្វែងរកការផលិតអាវុធនុយក្លេអ៊ែរកម្រិតខ្ពស់នេះបើប្រៀបធៀបជាមួយនឹងមេដឹកនាំរបស់អ៊ីរ៉ង់មុនសម្រាប់អតីតមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់គឺលោកអាយ៉ាតុលឡាអាលីខាម៉ានីលោកកាលពីនៅរស់ធ្លាប់បានចេញច្បាប់សាសនាហាមឃាត់នៅក្នុងការផលិតអាវុធនុយក្លេអ៊ែរដែលផ្ដោតទៅលើការចម្រាញ់សារធាតុអ៊ូរ៉ានីញ៉ុមត្រឹមតែគៀកនឹងកម្រិតលើផលិតអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះដើម្បីទុកការពារនឹងព្រមានប៉ុន្តែសម្រាប់លោកម៉ូតាបាខាម៉ានីត្រូវបានគេមើលឃើញថាពិតជាមានមហិច្ឆតានៅក្នុងការផលិតអាវុធនុយក្លេអ៊ែរកម្រិតខ្ពស់ពិតមែនយោងទៅតាមរបាយការណ៍សារព័ត៌មាន The New York Times បានបញ្ជាក់ថាមេដឹកនាំថ្មីរូបនេះមិនចាប់អារម្មណ៍លើការបង្កើតគ្រាប់បែកនុយក្លេអ៊ែរធម្មតានោះទេប៉ុន្តែលោកមានគោលដៅនៅក្នុងការអភិវឌ្ឍចេញជាក្បាលគ្រាប់នុយក្លេអ៊ែរកម្រិតខ្ពស់និងខ្លាំងហើយអាចបំពាក់ជាមួយនឹងគ្រាប់មីស៊ីលប៉ាឡេស្ទិករយៈចម្ងាយឆ្ងាយថែមទៀតផងការវាយប្រហារយោធារួមគ្នារបស់អាមេរិកនិងអ៊ីស្រាអែលកាលពីដើមឆ្នាំ2026ដែលបានសម្លាប់លោកអាលីខាម៉ានីមិនអាចធ្វើឲ្យអ៊ីរ៉ង់បោះបង់មហិច្ឆតានៅក្នុងការផលិតអាវុធនុយក្លេអ៊ែរឡើយប៉ុន្តែឥឡូវនេះបានក្លាយជាកត្តាលើកជំរុញនឹងក្រុមអភិរក្សជននិយមតឹងរឹងរបស់លោកម៉ូតាបាយកឃើញថាមានតែការបង្កើតអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះទើបអាចការពារអស្ថិរភាពនិងរបបដឹកនាំរបស់ពួកគេបានទោះបីជាការវាយប្រហារកន្លងមកបានបំផ្លាញទីតាំងរោងចក្រចម្រាញ់សារធាតុអ៊ូរ៉ានីញ៉ុមមួយចំនួនប៉ុន្តែអ៊ីរ៉ង់បានផ្លាស់ប្តូរឧបករណ៍ Centrex ខ្វល់ទៅកាន់តំបន់មជ្ឈិមបូព៌ាក្រោមដីដែលរឹងមាំឬក៏កាន់តែជ្រៅអាចជម្រៅ500ម៉ែត្រនៅក្រោមភ្នំ Granite ឈ្មោះ Packet Mountain ឬក៏ភ្នំ Golan ដើម្បីការពារទ្រព្យសម្បត្តិនុយក្លេអ៊ែរនិងត្រៀមលក្ខណៈសម្រាប់ការកសាងសមត្ថភាពឡើងវិញក្រោមការដឹកនាំរបស់លោកម៉ូតាបាខាម៉ានីគោលនយោបាយនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនប្រែប្រួលពីការប្រើប្រាស់ដើម្បីចរចាការពារទៅជាការសម្រេចចិត្តស្វែងរកមហាប្រឡាយដើម្បីកំញាល់សត្រូវដាច់ខាតដែលនេះមើលឃើញថាវាអាចនឹងឈានទៅរកហានិភ័យនិងជាការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរយ៉ាងស្រួចស្រាលបាទអញ្ចឹងប្រិមិត្តនិងពុកម៉ែបងប្អូនឥឡូវនេះគេបានស៊ើបដឹងអំពីទីតាំងណានៅកន្លែងដែលសំខាន់របស់អ៊ីរ៉ង់ហើយគឺមានន័យថាកន្លែងដែលបង្កើតជារោងចក្រសារធាតុអ៊ូរ៉ានីញ៉ុមហ្នឹងគឺបាទជាកន្លែងបើកចំហអ៊ីរ៉ង់ឲ្យដឹងអញ្ចឹងទៅប៉ុន្តែអ៊ីរ៉ង់ក៏មានការលួចលាក់ទៅបង្កើតបាទសារធាតុអ៊ូរ៉ានីញ៉ុមនៅកន្លែងផ្សេងបាទនៅក្រោមដីជម្រៅជ្រៅឯណោះណាប្រិមិត្តណាហើយបើតាមការបញ្ជាក់របស់អគ្គមេបញ្ជាការបាទកងកម្លាំងឆ្មាំបដិវត្តរបស់អ៊ីរ៉ង់ហៅកាត់ IRGC ហ្នឹងក៏ធ្លាប់បានប្រកាសបាទតាមកញ្ចក់ទូរទស្សន៍ម្ដងហើយថាទីក្រុងមីស៊ីលរបស់អ៊ីរ៉ង់ណាប្រិមិត្តមិនមែនមានជម្រៅបាទត្រឹមតែ100ម៉ែត្រនោះទេវាអាចឈានរហូតដល់500ម៉ែត្រអានោះណាប្រិមិត្តអាកន្លែងនឹងហើយដែលមើលឃើញថាអាមេរិកបើចង់បិទបាទច្រកចេញចូលគឺទម្លាក់គ្រាប់បែកប្រភេទ GBU 57ប៉ុន្តែបើចង់កំទេចទាំងស្រុងតែម្ដងគឺបាទគ្រាប់បែកនុយក្លេអ៊ែរនឹងឯងណាប្រិមិត្តបាទនុយក្លេអ៊ែរនឹងឯងបាទអញ្ចឹងរឿងនេះនៅបន្តតាមដានបើសិនជាមិនមានការចរចានោះទេក៏បាទវិនិច្ឆ័យកម្មនឹងកើតឡើងទៅតាមនោះហើយបាទចុះខ្ញុំបាទក៏សូមបញ្ចប់ព័ត៌មានទៅនេះសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបានព័ត៌មានដោយក្តីរីករាយ